refresh ទៅលើវីដេអូហ្នឹងដែលយើងធ្វើការចាក់ 10k មកនឹង 10000 នាក់ view មានតែ 172 ទេឥឡូវយើងធ្វើការ refresh មួយមកនេះមើលវាឡើងមកនេះបងប្អូនឃើញទេដាក់ភ្លាមឡើងភ្លាមណាលឿនមែនតើដល់1នាទីទេណាហ្នឹងហើយឡើងបាន 12k ចុច 1k ណាហ្នឹងហើយបាទសួស្តីបងប្អូនទាំងអស់គ្នាដែលមានបំណងចង់ធ្វើការបូតទៅលើវីដេអូនៅលើ TikTok បេះដូង follower ឬក៏បងប្អូនមានតម្រូវការតាក់ទងនឹងការបូតទៅលើ social media ផ្សេងៗដូចជា Facebook YouTube Instagram ចឹងណាចឹងវាមានច្រើនអាកន្លែងប្រភេទនេះគឺបងប្អូនមើលច្រើននេះចាត់តាំងបងប្អូនឃើញនេះមាន TikTok Live TikTok comment follower ណាហ្នឹងហើយពេលនេះបញ្ជាក់ចឹងវាមាន Facebook ទៅចឹងណា Facebook page ចឹងតម្រូវការដែលបងប្អូនចង់បានណាបងប្អូនត្រូវតែមាន account នៅក្នុង website ហ្នឹងណាបងប្អូនគ្រាន់តែចូលទៅកាន់ website មកវាយពាក្យថា sabayu.com ហ្នឹងបងប្អូននឹងឃើញទំព័រ website បែបហ្នឹងបើសិនជាបងប្អូនតែជាបង្កើត account ទេណាបងប្អូនអាចធ្វើការតាក់ទងមានតាមរយៈ Telegram នោះបាននៅក្នុង website ហ្នឹងក៏មានឬក៏នៅក្នុង page ណាហ្នឹងហើយហើយដើម្បីលេងជាមួយ website បានណាបងប្អូនគ្រាន់តែយក link វីដេអូក្នុង TikTok យើងណានេះខ្ញុំករណីដែលខ្ញុំចង់ធ្វើការបូតទៅលើ TikTok ណាអញ្ចឹងខ្ញុំធ្វើការបូតទៅលើវីដេអូ TikTok មួយឥឡូវខ្ញុំឧទាហរណ៍ថាវីដេអូនេះដូចចាស់តែបងប្អូនឃើញនេះមកអំណាហ្នឹងចង់បានប៉ុន្មានក៏បានដែរឥឡូវខ្ញុំឧទាហរណ៍ខ្ញុំយកវីដេអូនេះមានអ្នកមើលតាម172 viewer ទេខ្ញុំនឹងយកវីដេអូនេះបាន 10k ណាហ្នឹងហើយអញ្ចឹងយើងបើកទៅលើវីដេអូហ្នឹងមកណាហ្នឹងហើយតោះទៅបងប្អូនធ្វើការ copy link វីដេអូហ្នឹងណាតើ copy link វីដេអូហ្នឹងបានហើយបងប្អូនធ្វើការបូតបានណាហ្នឹងហើយអញ្ចឹងយើងគ្រាន់តែយក link វីដេអូហ្នឹងនៅក្នុង TikTok របស់យើងហ្នឹងមិនថាបូតបេះដូងបូត view ទេយើងគ្រាន់តែយក link វីដេអូយកទៅដាក់ក្នុង website នេះ website sabayu.com ហ្នឹងណាហ្នឹងហើយអញ្ចឹងខ្ញុំរើសសេវាកម្មខាងលើនេះថ្លៃធូរនេះ TikTok YouTube នេះខ្ញុំទៅអាប់ដេតថ្ងៃ 15 ហ្នឹងអញ្ចឹងបន្តទៀតអាកន្លែងនេះគឺចង់និយាយសេវាកម្មតាក់ទងតម្លៃណាហ្នឹងហើយអញ្ចឹងខ្ញុំយកតម្លៃលើគេហ្នឹងដែរខ្ញុំយកអា4904ហ្នឹងបន្តទៀតខ្ញុំផាស link ហើយកន្លែងនេះគឺ link ខ្ញុំធ្វើការផាស link នេះយើងចុចពាក្យផាសមកបន្តទៀតខ្ញុំដាក់ចំនួន 10k ណា 10k មួយគឺ 10k ស្មើនឹង 10000 ណា 10000 viewer អញ្ចឹងវាអត់តែ 0.20 សេនទេណាហ្នឹងហើយអញ្ចឹងបន្ទាប់ពីយើងនេះហើយណាយើងធ្វើការបញ្ជាទិញនេះចុចបញ្ជាទិញមកជាការត្រាច់ណាហ្នឹងហើយបងប្អូនឲ្យមើលបានណាមើលបន្ទាប់ពីយើងធ្វើការបញ្ជាទិញវានឹងចេញពាក្យថា order ID អញ្ចឹងមានន័យថាយើងធ្វើការបញ្ជាទិញបានសម្រេចណាហ្នឹងហើយអញ្ចឹងរងចាំអាចនឹង 3-4 នាទីណាហ្នឹងហើយហើយបងប្អូនចូលទៅកាន់view TikTok របស់យើងនឹងឡើងនេះវីដេអូដែលយើងចាក់ហ្នឹងណាយើងធ្វើការ refresh ទៅនឹងឡើងហ្នឹងហើយអញ្ចឹងខ្ញុំធ្វើការ refresh ទៅលើវីដេអូហ្នឹងដែលយើងធ្វើការចាក់ 10k មកនឹង 10000 នាក់ view មានតែ172ទេឥឡូវយើងធ្វើការ refresh មួយមកនេះមើលវាឡើងមកនេះបងប្អូនឃើញទេដាក់ភ្លាមឡើងភ្លាមណាលឿនមែនតើដល់1នាទីទេណាហ្នឹងហើយឡើងបាន 12k ចុច 1k ណាហ្នឹងហើយលឿនមែនតើអញ្ចឹងបងប្អូនអាចធ្វើការជឿជាក់បានជាមួយនឹង sabayu.com ណាហ្នឹងហើយអញ្ចឹងអរគុណបាយបាយ